ខាងខ្ញុំស្ពៅសាសាឡាចេញពីសាលាបាញ់ទុកខាងនោះ2គ្រាប់ការធ្វើការយន្តហោះទម្លាក់បាញ់ទៅហើយនេះពីក្របឬទៅសលេងមិនយល់ហ្នឹងពីសួរបងប្អូនជនជាតិពេលនេះខាងយោធាសៀមបានធ្វើការទម្លាក់គ្រាប់នៅឯទីវឹកវើបាទបោះសាលាយុទ្ធភូមិភាគទី5បាទសាលាពលទាហានយុទ្ធភូមិភាគទី5ភ្នំតូចបងប្អូនបាទឥឡូវនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្របាទភូមិសាស្ត្រទឹកដីស្រុកបាណន់ខេត្តបាត់ដំបងបាទនឹងស្រុកបាទឃុំមួយចំនួនទៀតដែលនៅជាប់នឹងព្រំប្រទល់បាទស្រុកខេត្តបាត់ដំបងនេះគឺកំពុងតែផ្ទះខ្លួនរកទីមានសុវត្ថិភាពបាទយើងមើលឃើញថាអំពើឈ្លានពានបាទលោកខុសខើយងក្នុងព្រៃផ្សៃរបស់យោធាសៀមនេះកាន់តែបាទរីករាលដាលមែនទែនហើយបាទគឺកំពុងតែទម្លាក់គ្រាប់បាទឈ្លានពានមកលើអធិបតេយ្យភាពទឹកដីយើងគ្រប់ទីកន្លែងនោះអញ្ចឹងសូមបងប្អូនប្រជាពលរដ្ឋបានទាំងអស់ស្វែងរកនៅទីទួលមានសុវត្ថិភាពបានដើម្បីរក្សានៅយុគជីវិតបាទរបស់បងប្អូនបាទពុកម៉ែបងប្អូនផងបាទបាទខ្ញុំពិតជាឈឺចាប់ណាស់បងប្អូនបាទ